សេរីភ្នំពេញតំណាងសហគមន៍ខ្មែរកម្ពុជាក្រោមនៃជុំវិញពិភពលោកបានទាមទារសូមឲ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនចាត់ទុកជនជាតិខ្មែរដែលនៅកម្ពុជាក្រោមដែលគេចចេញពីការគាបសង្កត់របស់អាជ្ញាធរវៀតណាមថាជាជនភៀសខ្លួនស្របច្បាប់អ្នកនាំពាក្យនៃសហព័ន្ធខ្មែរកម្ពុជាក្រោមគឺលោកថៃអ៊ុងវរ៉ាបានឲ្យដឹងថាសមាជិកប្រមាណ80នាក់ដែលជាតំណាងសហគមន៍ខ្មែរកម្ពុជាក្រោមទូទាំងពិភពលោកបានជួបប្រជុំធ្វើទូរស័ព្ទនិបាតបន្ទាន់មួយនៅថ្ងៃនេះហើយបានសម្រេចផ្ញើលិខិត3ច្បាប់អំពីវិនិយោគចំពោះអង្គការសហប្រជាជាតិនិងរាជរដ្ឋាភិបាលកម្ពុជាឲ្យចាត់លំដាប់ថ្នាក់ជនជាតិខ្មែរដែលគេចចេញពីដែនដីកម្ពុជាក្រោមទៅជាជនភៀសខ្លួនស្របច្បាប់ព្រមទាំងបានអំពាវនាវសូមឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជួយតាមឃ្លាំមើលនៅស្ថានភាពសិទ្ធិមនុស្សនៃក្រុមជនទាំងនោះផងដែរយើងធ្វើលិខិត3ច្បាប់មួយយើងស្នើទៅដល់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមឲ្យជួយដឹងឮអំពីបញ្ហាដែលបងប្អូនកម្ពុជាក្រោមនោះកំពុងរងទុក្ខវេទនាហើយរកភៀសខ្លួនមកទី2សូមឲ្យ UNHCR នេះគឺថាកុំបោះបង់ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនេះបកគលឲ្យរាជរដ្ឋាភិបាលព្រោះរឿងនេះជារឿងដែលបងប្អូនកំពុងរងទុក្ខវេទនារត់មកភៀសខ្លួនហើយទី3គឺសរសេរទៅដល់ក្រសួងការបរទេសប្រជាណាចក្រកម្ពុជាសូមឲ្យពិចារណាឡើងវិញនៅក្នុងការទទួលយកបងប្អូនកម្ពុជាក្រោមនេះជាពលរដ្ឋខ្មែរសុទ្ធសាធដូចជារឿងកន្លងមកហើយរាជរដ្ឋាភិបាលពុំទាន់បានធ្វើអីត្រឹមត្រូវទេព្រោះមានមួយចំនួនធំដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណអីចឹងដូច្នេះលិខិតយើងនឹងធ្វើ3ជូនទៅ UN ផងខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងហើយនឹងក្រសួងការបរទេសគូរំលឹកផងដែរថាកាលពីសប្តាហ៍មុននេះការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅប្រទេសកម្ពុជាបានបដិសេធសិទ្ធិជ្រកកោនផ្នែកនយោបាយឲ្យដល់ក្រុមជនជាតិខ្មែរកម្ពុជាក្រោមប្រមាណ70នាក់ក្រោយពីការទាមទារសុំរបស់ពួកគាត់អស់រយៈពេល2ថ្ងៃមកគេបានផ្ដល់មូលហេតុចម្បងនៃការបដិសេធនេះថាផ្អែកទៅលើការជូនដំណឹងរបស់រាជរដ្ឋាភិបាលដែលថាខ្មែរកម្ពុជាក្រោមត្រូវបានស្វាគមន៍មកស្នាក់នៅកម្ពុជាព្រមទាំងបានចាត់ទុកថាជាពលរដ្ឋកម្ពុជាទៀតផងលោកថៃអ៊ុងវរ៉ាដែលជាអនុប្រធាននៃសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអូសេានីផងនោះឲ្យដឹងតាមស្ថិតិបច្ចុប្បន្ននេះថាខ្មែរកម្ពុជាក្រោមនៅកម្ពុជាប្រមាណ1លាននាក់នៅតែពុំទាន់មានលិខិតបទដ្ឋានបញ្ជាក់អំពីសញ្ជាតិរបស់ខ្លួននៅឡើយទេហើយអ្នកទាំងនោះតែងត្រូវបានប្រកាន់ដោយជនវៀតណាមថាគេជាខ្មែរនិងដោយជនជាតិកម្ពុជាថាគេជាជនវៀតណាមតែរៀងៗមកលោកនេះកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលកំពុងផ្សាយផ្ទាល់ចេញពីបន្ទប់ផ្សាយសម្លេងរបស់វិទ្យុអាស៊ីសេរីក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកថ្ងៃសុក្រទី15កក្កដាស្អែកនេះគឺជាទិវាខួបទី4នៃការចូលជាសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកទៅក្នុងអង្គការនៃប្រជាជាតិដែលគ្មានអ្នកតំណាងគឺ Unrepresented Nation People Organization ឬ UNPO នេះបើតាមលោកថៃអ៊ុងវរ៉ាដែលជាអ្នកតំណាងសហព័ន្ធខ្មែរក្រៅពិភពលោកចាំប្រទេសអូស្ត្រាលីនិងញូហ្សេឡង់លោកបានប្រាប់វិទ្យុ SBS អំពីសារៈសំខាន់នៃការចូលជាសមាជិកនៃអង្គការនេះហើយនឹងគោលការណ៍របស់ UNPO ដែលសហព័ន្ធខ្មែរកម្ពុជាក្រៅត្រូវប្រកាន់យកដែលថ្ងៃ15កក្កដាឆ្នាំ2005នេះគឺជាខួបកំណើតទី4របស់អង្គការសហព័ន្ធខ្មែរក្រៅពិភពលោកដែលបានចូលសមាជិក UNPO ដែលមានប្រទេសជាង50គោលតំណាងឲ្យប្រជាពលរដ្ឋជាង100លាននាក់នោះក្នុងនាមដែលសហព័ន្ធកម្ពុជាក្រោមតែងប្រកាន់គោលនយោបាយរបស់អង្គការ UNPO គឺមាន5ចំណុចបានទី1គឺសិទ្ធិសក្តិរវាងប្រជាជាតិនិងប្រជារាស្ត្រក្នុងការសម្រេចចិត្តនៃភាគីនីមួយៗទី2សាមគ្គីភាពចំពោះអង្គការសិទ្ធិមនុស្សគំរូដែលបានទទួលស្គាល់អំពីຂະຫນាត់អន្តរជាតិទី3សាមគ្គីភាពចំពោះគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហើយច្រានចោលនៅលទ្ធិផ្ដាច់ការនិងលទ្ធិមិនអត់ឱនដល់សាសនាទី4គឺលើកស្ទួយនយោបាយអហិង្សានិយមហើយច្រានចោលនៅភេរវនិយមទុកជាឧបករណ៍នយោបាយទី5គឺការពារនៅបរិស្ថានហើយនិងធម្មជាតិនោះជាពេលដែលយើងចូលជាសមាជិកអង្គការ UNPO យើងត្រូវតែគោរពគោលការណ៍នោះបាទលោកថៃអ៊ុងវរ៉ាក៏បានមានប្រសាសន៍ដែរថាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកក៏មានគោលការណ៍5យ៉ាងដែរដើម្បីដឹកនាំការតស៊ូដោយសន្តិវិធីដោយគោរពទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិនិងអង្គការ UNPO ហើយលោកបានមានប្រសាសន៍ជាបន្ថែមថាសហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការស្របច្បាប់នៅសហរដ្ឋអាមេរិកនៅប្រទេសអូស្ត្រាលីនិងជុំវិញពិភពលោកក្នុងខ្លួនជាសមាជិកអង្គការ UNO ហើយសហព័ន្ធខ្មែរកម្ពុជាដឹកនាំការតស៊ូដោយសន្តិវិធីអហិង្សារកដំណោះស្រាយតាមច្បាប់អន្តរជាតិក្នុងក្របខ័ណ្ឌនៃសមាជិកអង្គការ UNPO នោះ
សហព័ន្ធខ្មែរកម្ពុជាក្រមបច្ចុប្បន្នគ្មាននិន្នាការនយោបាយឬកម្មភាពផលបំផុលប្រជាពលរដ្ឋខ្មែរជាក្រមតស៊ូប្រឆាំងដោយគំនិតហិង្សាដោយគ្រប់វិធីសហព័ន្ធខ្មែរក្រមស្ថិតនៅក្នុងភាគីចំពោះបាក់នយោបាយនៅក្នុងប្រជាកម្ពុជាសប្តាហ៍ហើយมันមានបញ្ហាមួយសហព័ន្ធខ្មែរកម្ពុជាទាក់ទងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ណាមួយនៅក្នុងប្រជាកម្ពុជាក៏ដូចជាប្រទេសនានានៅជុំវិញពិភពលោកសូមបញ្ជាក់ថាសហព័ន្ធខ្មែរកម្ពុជាក្រមមិនបម្រើនយោបាយផ្ដាច់មុខឲ្យក្រុមបកសម្ព័ន្ធណាមួយនៅសហរដ្ឋនៅប្រទេសអូស្ត្រាលីនៅក្នុងប្រជាណាចក្រកម្ពុជាឬជាចលនាណាមួយដែលប្រដាប់ដោយអាវុធហើយចំណែកបញ្ហាទី4គឺទង់ជាតិរបស់ខ្មែរក្រមសញ្ញារហូចាប់ច័ន្ទដែលជាលក្ខណៈសម្គាល់របស់សហព័ន្ធខ្មែរកម្ពុជាក្រមមានបទគ្រប់ទង់ជាតិពាក្យសច្ចាប្រណិធានឯកសាររបស់សហព័ន្ធទាំងឡាយនោះជាកម្មសិទ្ធិផ្ដាច់មុខរបស់សហព័ន្ធខ្មែរកម្ពុជាក្រមហើយគ្មានអង្គការណាមួយយកប្រើប្រាស់ដោយមិនបានអនុញ្ញាតពីសហព័ន្ធឡើយហើយគោលការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រមគឺប្រមូលផ្ដុំកម្លាំងអ្នកស្នេហាដែលមានរកឆន្ទៈមនសិការគ្រប់បុគ្គលគ្រប់អង្គការដែលបង្ហាញនយោបាយអហិង្សារបស់សហព័ន្ធហើយចូលបម្រើជាតិនិងគោរពទៅតាមបទពិន័យដោយស្ម័គ្រចិត្តរបស់សហព័ន្ធដូច្នេះគឺថាគ្រប់សហព័ន្ធគ្រប់អង្គការដែលក្នុងបន្ទុកសហព័ន្ធទាំងអស់នៅក្នុងជុំវិញពិភពលោកនេះគឺថ្ងៃ15កក្កដានេះគឺតែងតែប្រពខួបឆ្នាំទី4រំលឹកនៅគោលការណ៍ WTO គោលការណ៍របស់សហព័ន្ធបាទសូមអរគុណWashington, D.C., this is Radio Free Asia. The following program is in Khmer. Ini Vitu Adi Sirai. Ini Vitu Adi Sirai. សូមស្វាគមន៍ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក រាត្រីសួស្តីលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីយប់ថ្ងៃអាទិត្យនេះជាយប់9កើតខែស្រាបឆ្នាំរកាស័កស័កពុទ្ធសករាជ2549ត្រូវនឹងយប់ថ្ងៃទី14ខែសីហាគ្រិស្តសករាជ2005ជាបឋមនេះពីរដ្ឋធានី Washington សហរដ្ឋអាមេរិកនាងខ្ញុំសារីរតន៍សូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មាននានានៅក្នុងប្រទេសនិងដំណឹងផ្សេងៗទៀតដែលមាននៅក្នុងតំបន់ខ្លះនៅក្នុងពិភពលោកខ្ញុំបាទសូមជម្រាបសួរអស់លោកអ្នកនាងនិងស្ដាប់វិទ្យុអាស៊ីសេរីជាទីគោរពរាប់អានមេតិការព័ត៌មានក្នុងស្រុកសម្រាប់រាត្រីនេះរួមមានព្រះមហាក្សត្រខ្មែរទ្រង់បានបញ្ចប់រាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅថ្ងៃអាទិត្យនេះនៅពេលតុលាការយោធាត្រៀមប្រមូលសំណុំរឿងប្តឹងមេបកសំរងស៊ីតាក់ទងនឹងរឿងបង្កើតទ័ពខុសច្បាប់នោះរីឯកូនបកសំរងស៊ីគឺលោកជាពៅកំពុងរៀបចំដំណើរចូលស្រុកវិញនិងដំណឹងផ្សេងៗមួយចំនួនទៀតលំដាប់តទៅនេះខ្ញុំបាទសំបូរិនសូមជូនព័ត៌មានទាំងនោះពិស្ដាព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់បានបញ្ចប់រាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល5ថ្ងៃរបស់ព្រះអង្គនៅសាធារណរដ្ឋចិនប្រជាមានិតនៅថ្ងៃអាទិត្យនេះទីភ្នាក់ងារព័ត៌មានចិនសិនហួរបានរាយការណ៍ថាក្នុងពេលរាជទស្សនកិច្ចនោះមេដឹកនាំកម្ពុជានៃសាធារណរដ្ឋចិនប្រជាមានិតមានជាអាចគឺលោកប្រធានាធិបតីហ៊ូចិនតាវនិងលោកនាយករដ្ឋមន្ត្រីវេនជាបាវបានបើកកិច្ចពិភាក្សានឹងចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរផងដែរទីភ្នាក់ងារសិនហួរឲ្យដឹងទៀតថាក្រៅពីស្រេចយាងទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងព្រះមហាក្សត្រខ្មែរស្ដេចក៏ទ្រង់បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងចាន់ជិនជាធានាឧស្សាហកម្មនិងកំពង់ផែក្នុងភាគខាងជើងនៃប្រទេសចិនទៀតហើយព្រះអង្គក៏នឹងយាងចូលគាល់ព្រះវររាជមាតាបិតាដែលទ្រង់កំពុងគង់នៅទីក្រុងប៉េកាំងនាថ្ងៃនេះដែរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋចិនប្រជាមានិតដែលត្រូវបញ្ចប់ជាផ្លូវការនៅថ្ងៃអាទិត្យនេះគឺជារាជទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុតហើយតាំងតែពីព្រះអង្គស្ដេចទ្រង់បានឡើងសោយរាជសម្បត្តិកាលពីចុងខែតុលាឆ្នាំទៅមិញមកនោះលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលកំពុងផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកមានដឹកនាំជាន់ខ្ពស់នឹងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមទូទាំងពិភពលោកក្រុមអធិបតីភាពនៃលោកប្រធានថៃមុខថៃ
បានបើកកិច្ចប្រជុំកំពូល2ថ្ងៃរបស់ខ្លួនដែលប្រព្រឹត្តទៅនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីហើយដែលបានបញ្ចប់ទៅនៅថ្ងៃអាទិត្យនេះលោកថៃអ៊ុងវ៉ារ៉ាអនុប្រធានប្រចាំទ្វីបអាស៊ីនិងអូសៀនីព្រមទាំងជាអ្នកនាំពាក្យរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថាការជួបជុំលើកនេះធ្វើឡើងដើម្បីចូលរួមក្នុងមហាសន្និបាតគណៈសង្ឃខ្មែរកម្ពុជាក្រោមក្នុងរយៈពេល4ឆ្នាំម្ដងព្រមទាំងជាថ្នាក់អប់រំសម្រាប់មេដឹកនាំដែលជាតំណាងសហព័ន្ធមកពីទូទាំងពិភពលោកដោយរួមទាំងកម្ពុជាសហរដ្ឋអាមេរិកនិងកាណាដាផងលោកបានឲ្យដឹងនូវចំណុចសំខាន់នៃការជួបជុំនោះដែលបានមានប្រសាសន៍ថាព្រះសង្ឃខ្មែរក្រោមក៏បានចូលរួមយ៉ាងសកម្មក្នុងចលនាទាមទារសេរីភាពឲ្យដល់ជនជាតិខ្មែរក្រោមផងដែរតែគុំព្រះសង្ឃនោះបានទៅចូលរួមសន្និបាតសាសនាពិភពលោកនៅប្រទេសភូមាហើយថ្មីនេះព្រះសង្ឃគ្រប់ទ្វីបនេះបានទៅចូលរួមជាមួយនឹងសហព័ន្ធយើងនៅអង្គការសហប្រជាជាតិនិយាយពីជនជាតិដើមនោះធ្វើមហាសន្និបាតហើយទៅចូលរួមក្នុងការបាតុកម្មពេលនាយករដ្ឋមន្ត្រីជានាយកប្រធានាធិបតីចុច W Bush នេះនៅទ្វីបអូសៀនីហើយនៅទ្វីបអាស៊ីនេះលើកនេះយើងទៅធ្វើលើកដំបូងដូច្នេះយើងនិយាយយល់ពីរចនាសម្ព័ន្ធថ្មីរបស់សហព័ន្ធពីយុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់សហព័ន្ធយើងនិយាយពីសហព័ន្ធហើយនឹងកិច្ចការអន្តរជាតិហើយយើងនិយាយពីជំនួយផ្នែកថវិកាដល់សហព័ន្ធហើយនឹងចំណាយផ្សេងៗរបស់សហព័ន្ធក្នុងពេលនេះរីឯលោកបណ្ឌិត Joshua Cooper នាយកវិទ្យាស្ថានសិទ្ធិមនុស្សនៃរដ្ឋ Hawaii សហរដ្ឋអាមេរិកដែលជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនិងជាវាគ្មិនម្នាក់ក្នុងសិក្ខាសាលាផងនោះបានមានប្រសាសន៍ថាសហព័ន្ធខ្មែរកម្ពុជាក្រោមកាន់តែអាចបានឱកាសប្រសើរឡើងក្នុងការរួបរวมគ្នារវាងសមាជិករបស់ខ្លួននៅជុំវិញពិភពលោកតាមរយៈការជួបប្រជុំលំដាប់ខ្ពស់ផ្លាស់វែងគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតជារៀងរាល់លើកលោកបានដឹងទៀតថាគ្រាន់តែនៅឆ្នាំ2005តែមួយនេះមានការជួបប្រជុំគ្នា3លើកគឺខែមករានៅរដ្ឋ California សហរដ្ឋអាមេរិកខែឧសភានៅប្រទេសកាណាដាហើយនឹងថ្ងៃនេះនៅប្រទេសអូស្ត្រាលីលោកបណ្ឌិត Cooper បានមានប្រសាសន៍ថា What we've been able to do over the 2 days is have a wide array of speakers sharing their experiences ក្នុងរយៈពេល2ថ្ងៃកន្លងមកនេះវាគ្មិនសហព័ន្ធខ្មែរកម្ពុជាក្រោមបានចែករំលែកបទពិសោធន៍គ្នាដែលនឹងឈានទៅរកការដាក់ផែនការច្បាស់លាស់សម្រាប់កិច្ចការក្នុងឆ្នាំទៅមុខទៀតបន្ថែមទៅលើភាពចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលកន្លងមកលោកបានដឹងទៀតថាការកែតម្រង់របស់អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខនេះក៏ជាឱកាសដ៏សំខាន់នៃការលើកតម្កើងវិស័យសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់ដោយរួមទាំងខ្មែរក្រោមដែលសិទ្ធិរបស់ខ្លួនត្រូវបានគេរំលោភនោះផងដែរលោកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលកំពុងផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកនេះប្រវត្តិសាស្ត្រខ្មែរប្រវត្តិខ្មែរតាំងពីក្រោយសម័យអង្គរមកជាប្រវត្តិរវីងចត់ជាប្រវត្តិបង្គោលជាប្រវត្តិខ្មែរបាត់ដីជាប្រវត្តិដែលតាមជួលនៃឋានៈនឹងនៅរស់នៃរស់នៅក្នុងការអំលាយចម្រុះឲ្យក្នុងគុករលួយអាក្រហត់ឈាមជួយប្រយោជន៍ជាប្រវត្តិដែលមកមិត្តនឹងនឹងត្រូវនៅក្នុងសង្គមតែមួយកាត់ត្រូវយ៉ាងពេកទាំងតាមទាំងទាំងក្រោយតាមយើងរំពេនគីយើងក៏ដើម្បីបានបាននៃយើងខ្លះគីយើងក៏ដើម្បីបានបាននៃយើងខ្លះដែរដូចនេះខ្មែរសត្វវត្តនេះតោប្រំប្រយ័ត្នយ៉ាងណាដែរក្រងមាសវតាចាហោហើយដីខ្មែរពីដើមគុំទូលាយទូចខ្មែរជាពូជពេជ្រពុនរាយគឺមានសពកាយលើលោកាអរិយអង្គខ្មែររះរីខ្ពស់កម្មយុគូទីរថ្លៃថ្លាវប្បធម៌សិល្បៈនិងសាសនាល្បីដំទិសាជាតិខ្លាខ្លាំងក្រោយមកខ្មែរជួឈួតរំវែងបែកឆ្វេងឡើងតាមអានកំឡាំងរមាត់ហើយចាញ់ដល់ខ្មាំងរួចតាម